ចាសូមជម្រាបសួរលោកគ្រូអ្នកគ្រូលោកពុកអ្នកម្ដាយលោកតាលោកយាយអ៊ំពូមីងបងប្អូនអរគ្នាសុខសប្បាយជាទេចាថ្ងៃនេះសូមនាំយកនៅប្រធានបទខ្លីមួយជាមួយនឹងលោកអ្នកបងប្អូនអរគ្នាគឺនិយាយអំពីការស្ដាប់ហើយនិងការឮចាដោយសារតែព្រះបន្ទូលព្រះអង្គកាលពីសប្តាហ៍មុនហើយរំលឹកខ្ញុំអំពីការដែលខ្ញុំពេលដែលខ្ញុំសន្ទនាជាមួយកូនពួកឯងពេលខ្លះកូនគាត់ប្រាប់ថាម៉ាមីអត់ស្ដាប់ទេហើយអញ្ចឹងនៅពេលដែលព្រះបន្ទូលខ្ញុំបានរៀនពីទឹកមុនគឺនិយាយអំពីការស្ដាប់ហើយនិងការឮអញ្ចឹងស្ដាប់ហើយឮគឺខុសគ្នាហើយធ្វើឲ្យខ្ញុំចាប់ផ្ដើមស្រាវជ្រាវទៅក្នុងសូម្បីតែវចនានុក្រមខ្មែរយើងដែលនៅក្នុងវចនានុក្រមខ្មែរយើងតាក់ទងអំពីពាក្យស្ដាប់មានន័យថាប្រុងត្រចៀកទទួលចាំឮហើយចំពោះពាក្យឮវិញមានន័យថាចាប់យកសូរស័ព្ទបានឬបានដឹងសូរស័ព្ទដោយប្រើសោតប្រសាទមានន័យថាដោយប្រើត្រចៀករបស់យើងចាហើយអញ្ចឹងការស្ដាប់ហើយការឮខុសគ្នាដែលស្ដាប់នឹងភាសាអង់គ្លេសថា listen ហើយនឹងឮនឹងគឺ hear ចាអញ្ចឹងពេលខ្លះជាច្រើនដងយើងឮប៉ុន្តែយើងអត់បានស្ដាប់ចាអញ្ចឹងនៅពេលដែលស្ដាប់មានន័យថាយើងត្រង់ត្រាប់ស្ដាប់តែជាយើងទទួលចាំឮតើគាត់និយាយពីអ្វីហើយភាពរវល់នៅក្នុងជីវិតឬក៏បញ្ហាផ្សេងៗទៀតជាច្រើនដងធ្វើឲ្យយើងពិបាកនៅក្នុងការស្ដាប់យើងគ្រាន់តែឮប៉ុន្តែយើងអត់បានស្ដាប់ចាហើយនេះជាការមួយដែលរំលឹកដល់ខ្ញុំអំពីការដែលយើងស្ដាប់ពីព្រោះអីបើសិនណាជាយើងគ្រាន់តែឮយើងអាចនឹងទទួលព័ត៌មានខុសយើងអាចនឹងវាតម្លៃខុសយើងងាយនឹងវាតម្លៃចាហើយប៉ុន្តែនៅពេលដែលយើងស្ដាប់គឺយើងនឹងបានរកឃើញនៅឫសគល់នៃបញ្ហាណាមួយហើយនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គដែលខ្ញុំចូលចិត្តជាងគេគឺនៅក្នុងព្រះគម្ពីរយ៉ាកុបចំពុក1ខ19ដែលបានចែងថាចូលឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ត្រនឹងនិយាយហើយយឺតនឹងខឹងដែរសំខាន់មែនទែនក្នុងនាមខ្ញុំជាម្ដាយហើយក្នុងនាមខ្ញុំជាគ្រូដែរនេះជាការមួយដែលព្រះអង្គបានរំលឹកខ្ញុំអំពីការស្ដាប់ពីព្រោះអីនៅពេលដែលស្ដាប់យើងនឹងរកឃើញហេតុផលឧទាហរណ៍បើសិនណាជាសិស្សយើងគាត់អត់មករៀនឬក៏សិស្សយើងគាត់ឥឡូវនេះរៀនខ្សោយជាងមុនចាអញ្ចឹងយើងត្រូវតែរកមូលហេតុមែនទេចាស់ដើម្បីបានទទួលមូលហេតុយើងត្រូវការស្ដាប់ឬក៏មួយទៀតឧទាហរណ៍ថាសិស្សមករៀនយឺតកាលពីជំនាន់មុនខ្ញុំធ្លាប់ឃើញផ្ទាល់គឺយើងអត់បានទទួលការសួរនាំអីទេយើងមករៀនយឺតយើងត្រូវបំពេញចាហើយបើសិនណាជាយើងស្ដាប់គាត់ខ្ញុំជឿថាយើងនឹងបានទទួលនៅហេតុផលផ្សេងៗទៀតពីមូលហេតុពិតតើហេតុអីបានគាត់មកយឺតតើហេតុអ្វីបានជាឥឡូវនេះការសិក្សារបស់គាត់ធ្លាក់ចុះខុសពីមុនតើហេតុអ្វីបានជាគាត់អត់វត្តមានចាយើងរកឃើញឬគល់ថាតើមូលហេតុអ្វីពីព្រោះនៅពេលដែលយើងស្វែងយល់អំពីមូលហេតុគឺយើងស្ដាប់គាត់ហើយនៅពេលនោះជួយឲ្យយើងបានឃើញអំពីឬគល់នៃបញ្ហាផ្សេងៗទៀតឧទាហរណ៍មានកូនសិស្សខ្ញុំម្នាក់ដែលឥឡូវនេះគាត់រៀនការសិក្សារបស់គាត់ធ្លាក់ចុះជាងមុនហើយអ្វីដែលយើងទទួលបានគឺនៅក្នុងផ្ទះនៅក្នុងក្រុមគ្រួសាររបស់គាត់មានបញ្ហាដែលប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់គាត់ទាក់ទងទៅនឹងការផ្ចង់អារម្មណ៍របស់គាត់ធ្វើឲ្យការរៀនរបស់គាត់មានការធ្លាក់ចុះហើយអញ្ចឹងត្រូវការលើកទឹកចិត្តត្រូវការមានន័យថាផ្ដល់កម្លាំងចិត្តបន្ថែមទៀតក្នុងផ្នែកយើងជាគ្រូដើម្បីជួយដល់គាត់នៅក្នុងការដែលគាត់បន្តទៅមុខទៀតខ្ញុំដឹងថាលោកគ្រូអ្នកគ្រូក៏ដូចជាខ្ញុំយើងមានទុកលំបាករៀងៗខ្លួនហើយទន្ទឹមនឹងនោះយើងក៏មានក្តីអំណរជាមួយគ្នាហើយយើងទទួលខុសត្រូវនៅក្នុងកិច្ចការដ៏ធំគឺក្នុងការដែលជួយដល់ពួកគាត់ឲ្យគេបានរីកចម្រើនដែលយើងដឹងថាអនាគតរបស់ប្រទេសជាតិយើងហើយអនាគតរបស់ក្រុមគ្រួសារគុំស្រុកនីមួយៗគឺពឹងអាងទៅលើកុមារទាំងអស់នោះឯងចា៎ហើយលោកអ្នកដូច្នេះខ្ញុំគ្រាន់តែចង់រំលឹកថាការស្ដាប់សំខាន់មែនទែនហើយនៅពេលដែលខ្ញុំគិតពីការស្ដាប់ក្មេងមិនថាការស្ដាប់ក្មេងមិនថាការស្ដាប់មនុស្សចាស់ស្ដាប់គ្នាទៅវិញទៅមកក្នុងជីវិតប្រិយប្រពន្ធឬក៏ឪពុកម្ដាយទេការស្ដាប់សំខាន់មែនទែនពីព្រោះអីការស្ដាប់គឺជួយផ្ដល់ទំនុកចិត្តបើយើងនិយាយអំពីការស្ដាប់កុមារវិញគឺជួយសង់ទំនុកចិត្តដល់កុមារហើយមួយទៀតគឺវាជួយពង្រឹងអារម្មណ៍របស់ពួកគាត់ឲ្យកាន់តែរឹងមាំទៀតការស្ដាប់ដោយយកចិត្តទុកដាក់លោកអ្នកបងប្អូនទាំងអស់គ្នាការស្ដាប់ដោយយកចិត្តទុកដាក់មានន័យថាមានន័យថាស្ដាប់ដោយអត់មានតម្លៃស្ដាប់ដោយអត់និយាយកាត់គឺស្ដាប់គាត់ដោយយកចិត្តទុកដាក់ចាហើយគឺសំខាន់មែនទែនការស្ដាប់ជួយសង់ទំនុកចិត្តជួយផ្សារភ្ជាប់ទំនាក់ទំនងយើងជាមួយនឹងកុមារហើយមិនតែប៉ុណ្ណោះគឺជួយអភិវឌ្ឍដល់ជំនាញទំនាក់ទំនងរបស់កុមារផងដែរហើយក៏ជួយឲ្យយើងយល់អំពីការរំពឹងទុករបស់ក្មេងម្នាក់នឹងដែរថាគាត់ចង់បានអីមូលហេតុអ្វីចាដឹងពីមូលហេតុរបស់គាត់ហើយជួយឲ្យគាត់ចេះអត់ធ្មត់ចាទ្រាំទ្រហើយចេះបញ្យល់ហើយជាពិសេសគឺជួយកាត់បន្ថយនៅភាពភ័យខ្លាចរបស់គាត់នៅពេលដែលមានអ្នកស្ដាប់មានអ្នកយល់មានអ្នកដែលព្យាយាមយល់ពីគាត់ព្យាយាមស្ដាប់គាត់គឺជួយឲ្យគាត់លែងភ័យខ្លាចចាគាត់កំពុងខ្លាចជាមួយនៅពេលដែលគាត់មកប្រាប់យើងក្មេងខ្លះជួនកាលនិយាយតែដិតនិយាយអត់ចង់ចេញដោយសារគាត់ភ័យមែនទែនចាប៉ុន្តែការដែលយើងព្យាយាមស្ដាប់គាត់នឹងជួយគាត់នៅក្នុងការដែលបំបត្តិនៅភាពភ័យខ្លាចចេញពីគាត់ហើយមិនតែប៉ុណ្ណោះការស្ដាប់ជួយឲ្យកុមារទទួលបានអារម្មណ៍មួយថាសុខភាពនិងទទួលបានការការពារលោកអ្នកទាំងអស់គ្នាកុមារនៅតែត្រូវការយើងជាមនុស្សចាស់នៅតែនឹងតែងតែត្រូវការយើងមនុស្សចាស់ជាអ្នកបង្ហាត់បង្រៀនអប់រំណែនាំស្ដាប់ហើយនឹងព្រៀនប្រដៅទៅកាន់ពួកគាត់តែសូមចាំថាការព្រៀនប្រដៅការអប់រំដែលមានប្រសិទ្ធភាពគឺការអប់រំការព្រៀនប្រដៅតាមបែបវិជ្ជមានតម្រង់ឲ្យស្គាល់អ្វីដែលត្រូវអ្វីដែលខុសបញ្យល់មានហេតុផលច្បាស់លាស់ត្រឹមត្រូវចាអរគុណខ្ញុំសង្ឃឹមថាមេរៀនខ្លីថ្ងៃនេះលើកទឹកចិត្តដល់លោកអ្នកក៏ដូចជាខ្ញុំដែរឲ្យយើងបានធ្វើជាអ្នកស្ដាប់ម្នាក់ដែលស្ដាប់បានល្អចាជាអ្នកដែលឆាប់ស្ដាប់ក្រនឹងនិយាយហើយយឺតនឹងខឹងចាអរគុណសូមបងប្រទានពរ